យោងតាមទីភ្នាក់ងារជាតិអាកាសចរវិទ្យានិងដែនអវកាសរបស់សហរដ្ឋអាមេរិកហៅកាត់ថា NASA បានបញ្ជាក់ថា Black Hole ឬប្រហោងខ្មៅគឺជាកន្លែងមួយដែលស្ថិតនៅក្នុងលំហអវកាសជាទីដែលទំនាញទាញស្រូបខ្លាំងដែលអាចទាញស្រូបបានទាំងពន្លឺទំនាញខ្លាំងបែបនេះពីព្រោះសារធាតុត្រូវបានច្របាច់បញ្ចូលគ្នាទៅជាលំហដ៏តូចមួយពន្លឺក៏ប្រហោងខ្មៅអាចទាញស្រូបបានដូច្នេះមនុស្សមិនអាចមើលឃើញប្រហោងខ្មៅដោយភ្នែកទទេនោះទេដោយសារតែគ្មានពន្លឺអាចគេចចេញបានមនុស្សមិនអាចមើលឃើញប្រហោងខ្មៅ Telescope ឬកែវយឺតឆ្លុះចក្រវាឡដែលបំពាក់ឧបករណ៍ទំនើបដ៏ពិសេសទើបអាចជួយស្វែងរកឃើញប្រហោងខ្មៅបាន Telescope ឬកែវយឺតដ៏ពិសេសនោះគឺអាចមើលឃើញពីរបៀបដែលផ្កាយនៅជិតនឹងប្រហោងខ្មៅធ្វើសកម្មភាពខុសពីផ្កាយដទៃទៀតទីភ្នាក់ងារ NASA កំពុងប្រើប្រាស់ផ្កាយរណបនិង Telescope ធ្វើដំណើរក្នុងលំហអវកាសដើម្បីស្វែងយល់បន្ថែមអំពីប្រហោងខ្មៅយានអវកាសទាំងនេះជួយអ្នកវិទ្យាសាស្ត្រឆ្លើយសំណួរអំពីចក្រវាឡតើប្រហោងខ្មៅឬ Black Hole មានទំហំប៉ុណ្ណាប្រហោងខ្មៅអាចមានទំហំធំនិងទំហំតូចអ្នកវិទ្យាសាស្ត្រគិតថាប្រហោងខ្មៅដែលមានទំហំតូចបំផុតគឺតូចប៉ុណ្ណាអាតូមប៉ុន្តែមានម៉ាស់ធំប្រហោងខ្មៅមួយប្រភេទទៀតត្រូវបានគេហៅថាប្រហោងខ្មៅ Stellar ហើយម៉ាស់របស់វាគឺធំជាងម៉ាស់របស់ព្រះអាទិត្យរហូត20ដងប្រហោងខ្មៅបែបនេះគឺមានច្រើននៅក្នុង Galaxy Milky Way របស់ផែនដីចំណែកប្រហោងខ្មៅដែលធំបំផុតគឺត្រូវបានគេហៅថាប្រហោងខ្មៅដ៏មហាសែនធំបំផុតហើយមានម៉ាស់ធំជាងម៉ាស់របស់ព្រះអាទិត្យរហូត 3-4 លានដងក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងថារាល់ Galaxy ធំគឺតែងមានប្រហោងខ្មៅមហាសែនធំបំផុតមួយហើយវាមានម៉ាស់ធំជាងព្រះអាទិត្យរហូត 4 លានដងដែលគេអាចប្រៀបធៀបបានថារាល់ប្រហោងខ្មៅដ៏មហាសែនធំបំផុតគឺដូចទៅនឹងបាល់មួយដែលអាចដាក់ផែនដីបានចំនួន 2-3 លាននៃផែនដី Black Hole ឬប្រហោងខ្មៅដែលតូចបំផុតគឺបានកើតឡើងតាំងពីមានចក្រវាឡកើតឡើងប្រហោងខ្មៅ Stellar គឺបានកើតឡើងនៅចំកណ្ដាលផ្កាយដ៏ធំមួយដែលផ្ទុះទៅជាបំណែកផ្សេងគ្នាចំណែកប្រហោងខ្មៅមហាសែនធំបំផុតគឺបានកើតឡើងនៅពេលជាមួយគ្នានៃ Galaxy ប្រហោងខ្មៅមិនអាចមើលឃើញនឹងភ្នែកទទេឡើយព្រោះដោយសារមានទំនាញខ្លាំងទាញពន្លឺទាំងអស់ចូលទៅក្នុងប្រហោងខ្មៅប៉ុន្តែអ្នកវិទ្យាសាស្ត្រដែលប្រើផ្កាយរណបនិង Telescope ក្នុងលំហអវកាសទើបអាចមើលឃើញពីរបៀបដែលទំនាញខ្លាំងទៅប៉ះនឹងផ្កាយនិងឧស្ម័នជុំវិញប្រហោងខ្មៅនិងអាចសិក្សាផ្កាយដើម្បីរកមើលថាតើពួកវាកំពុងហោះហើរជុំវិញឬគោចរជាមួយប្រហោងខ្មៅឬយ៉ាងណានៅពេលដែលប្រហោងខ្មៅនិងផ្កាយមួយនៅជិតគ្នាពន្លឺថាមពលខ្ពស់ត្រូវបានបង្កើតឡើងហើយពន្លឺប្រភេទនេះក៏មិនអាចមើលឃើញដោយភ្នែកមនុស្សនោះដែរតើប្រហោងខ្មៅអាចបំផ្លាញផែនដីដែរឬទេសម្រាប់ទីភ្នាក់ងារ NASA របស់សហរដ្ឋអាមេរិកគឺបានផ្ដល់ចម្លើយថាមិនអាចនោះទេហេតុផលគឺដោយសារប្រហោងខ្មៅមិនដើរជុំវិញក្នុងលំហអវកាសដើម្បីស៊ីផ្កាយព្រះច័ន្ទនិងភពនានានោះទេផែនដីនឹងមិនធ្លាក់ចូលទៅក្នុងប្រហោងខ្មៅទេព្រោះគ្មានប្រហោងខ្មៅណាមួយដែលស្ថិតនៅជិតប្រព័ន្ធព្រះអាទិត្យហើយប្រសិនបើប្រហោងខ្មៅមួយមានម៉ាស់ដូចគ្នានឹងព្រះអាទិត្យមកជំនួសកន្លែងរបស់ព្រះអាទិត្យនៅពេលនេះក៏ដោយក៏ផែនដីនៅតែមិនធ្លាក់ចូលទៅក្នុងប្រហោងខ្មៅនោះដដែលព្រោះប្រហោងខ្មៅនេះនឹងមានទំនាញដូចគ្នានឹងព្រះអាទិត្យហើយផែនដីនិងភពផ្សេងទៀតនឹងគោចរជុំវិញប្រហោងខ្មៅដូចគ្នានឹងការគោចរនៅជុំវិញព្រះអាទិត្យនៅពេលនេះទីភ្នាក់ងារ NASA បានបញ្ជាក់ទៀតថាព្រះអាទិត្យនឹងមិនប្រែទៅជាប្រហោងខ្មៅដោយសារព្រះអាទិត្យមិនមែនជាដុំផ្កាយធំល្មមអាចបង្កើតទៅជាប្រហោងខ្មៅតើច្រកឆ្លងចក្រវាឡ Wormhole ដូចក្នុងខ្សែភាពយន្ត Interstellar មានពិតឬអាចក៏កើតឡើងឬទេច្រកសម្ងាត់នៃចក្រវាឡដែលត្រូវបានគេហៅថា Wormhole គឺជាច្រកផ្លូវកាត់នៃ Space-Time មួយដែលអនុញ្ញាតឲ្យអ្នកធ្វើដំណើរផ្សងព្រេងឆ្លងកាត់ពីប្រព័ន្ធប្រតិទមួយទៅកាន់ប្រព័ន្ធប្រតិទមួយទៀតនៅក្នុងរយៈពេលដ៏ខ្លីហើយជាទូទៅវាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់ខ្សែភាពយន្តក៏ដូចជាសៀវភៅទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងការស្រមើស្រមៃនៅទីអវកាសដូចជារឿង Hollywood ដ៏ល្បីល្បាញមួយនោះគឺ Interstellar កាលពីឆ្នាំ2014ក៏ប៉ុន្តែសំណួរចោទជាសំខាន់ថាតើវាអាចទៅរួចបានដែរឬក៏យ៉ាងណាតើយើងពិតជាអាចបត់នឹងពុតពីវេលានិងលំហអវកាស Space-Time ដើម្បីបង្កើតចេញជាច្រកផ្លូវកាត់សម្រាប់ដំណើរដ៏ងាយស្រួលមួយហើយធ្វើឲ្យក្តីសុបិនដ៏ធំហិមាខ្លាចជាការពិតមែនឬទេចម្លើយដ៏ល្បីល្បាញបំផុតនោះគឺទំនងជាមិនអាចទៅរួចឡើយពីព្រោះដោយសារតែបញ្ហាទី1នោះគឺថាគំនិតនៃការអាចកើតមានចក្រវាឡ Wormhole បានចាប់ផ្ដើមនៅពេលដែលអ្នកវិទ្យាសាស្ត្រដូចជាលោក Louis Flam ក្រោយមកទៀតគឺលោក Albert Einstein ព្រមទាំងលោក Nathan Rosen បានជ្រាបថាប្រហោងខ្មៅ Black Hole អាចលាតសន្ធឹងខ្លួនបាន
នៅពេលដែលមនុស្សម្នាក់បានសម្រេចចាប់ផ្ដើមធ្វើការដោះស្រាយសម័យកាលពាក់ព័ន្ធទូទៅជនអាកាសដែលព្យាករទៅលើប្រហោងខ្មៅមួយស្របពេលជាមួយគ្នានោះក៏ធ្វើការព្យាករអំពីបាតុភូតមួយឈ្មោះថាប្រហោងស White Hole ផងដែរអ្វីដែលសំខាន់នោះគឺថាខណៈពេលដែលមានច្រកនៃពេលវេលា Event Horizon របស់ប្រហោងខ្មៅធ្វើការកំណត់នៅលំហអវកាសដែលនៅពេលដែលអ្នកចូលទៅកាន់វាហើយមិនអាចមានឱកាសចេញមកវិញនោះឡើយវានឹងអាចទៅរួចនៅក្នុងការចូលទៅកាន់ Event Horizon របស់ប្រហោងសទោះបីជាអ្វីក៏ដោយដែលស្ថិតនៅក្នុងនោះរួចជាស្រេចអាចចាក់ចេញបានយ៉ាងណាក្តីជាមួយគ្នានេះដែរយន្តការដូចគ្នានេះក៏បានបន្ថែមនៅកត្តាមួយផងដែរគឺគ្រប់ប្រហោងខ្មៅទាំងអស់ជាធម្មជាតិនឹងធ្វើការតបជួបជាមួយនឹងប្រហោងសតាមរយៈ singularity របស់ពួកវាទាំងពីរដែលប្រការនេះនឹងបង្កើតចេញទៅជាផ្លូវចក្រវាឡ wormhole ឬមួយអត់ទៅវិញក៏ថាបានពីព្រោះដែលខណៈដែលយើងមានភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់អំពីវត្តមានរបស់ប្រហោងខ្មៅប្រហោងសហាក់ដូចជារឿងប្រឌិតមួយនៅឡើយដែលបច្ចុប្បន្នពុំទាន់មាននីតិវិធីណាមួយដែលយើងនឹងដឹងនៅក្នុងចក្រវាឡរបស់យើងដែលនឹងពិតជាអាចធ្វើឲ្យកកើតពួកវាបាននោះឡើយហើយប្រសិនបើប្រហោងសទាំងអស់នោះពិតជាលេចរូបរាងមែននោះកម្រិតអស្ថិរភាពធម្មជាតិដ៏ធំសម្បើមរបស់ពួកវានឹងបណ្ដាលឲ្យពួកវារលាយបាត់ទៅវិញមួយរំពេចជាមិនខានម្យ៉ាងវិញទៀតដំណើរការនៃការបង្កើតប្រហោងខ្មៅការរលាយនៃផ្កាយដ៏ធំហិមីក៏នឹងធ្វើការរារាំងដោយស្វ័យប្រវត្តិចំពោះការកកើតរបស់ប្រហោងសដែលមានសម្ព័ន្ធរួមគ្នាផងដែរដែលលេចបើសិនជាពួកវាទាំងពីរប្រហោងខ្មៅនិងប្រហោងសអាចកកើតជាមួយគ្នាបានមែននោះធាតុពិតមិនអាចចដាច់ខាតទំនាញដ៏ខ្លាំងក្លានៃ singularity របស់ពួកវានឹងបង្កឲ្យច្រក wormhole ពន្លាតខ្លួនភ្លាមៗហើយរលាយបាត់យ៉ាងឆាប់រហ័សជាទីបំផុតល្បឿនលឿនជាងអ្វីមួយដែលអាចឆ្លងកាត់វាបានទៅទៀតទោះបីជាបែបនេះក្តីមិនអាចហាមឃាត់មនុស្សចំនួនប្រើប្រាស់ពាក្យថាបើសិនជានោះដែរបើសិនជាប្រហោងស White Hole អាចកកើតឡើងដោយធម្មជាតិឬមួយក៏បង្កើតឡើងតើយ៉ាងម៉េចវិញបើសិនជាយើងអាចធ្វើឲ្យពួកវាមានលំនឹងតើយ៉ាងម៉េចវិញបើសិនជាយើងអាចតភ្ជាប់ singularity របស់ប្រហោងសជាមួយនឹងប្រហោងខ្មៅហើយបង្កើតចេញជាច្រកចក្រវាឡតើយ៉ាងម៉េចវិញបញ្ហានោះគឺថាច្រកទ្វារចូលរបស់ wormhole ប្រៀបដូចជាបំពង់កស្ថិតនៅផ្នែកខាងក្នុងនៃ Event Horizon របស់ប្រហោងខ្មៅតែម្ដងដែលនេះគឺជាបញ្ហាចម្បងទី2អត្ថន័យចម្បងរបស់ Event Horizon គឺថានៅពេលដែលអ្នកធ្វើដំណើរឈានចូលទៅក្នុងតំបន់វាហើយអ្នកពុំអាចចាក់ចែងពីទីនោះបានឡើយដោយគ្មានផ្លូវឬមួយក៏មធ្យោបាយអ្វីទាំងអស់ហេតុនេះហើយវាមិនមែនជារឿងសំខាន់ទៀតនោះឡើយដែលរោងផ្លូវ wormhole ស្ថិតនៅក្នុងនោះព្រោះថាគ្មាននរណាអាចចាក់ចែងបាននោះឡើយនៅក្នុង Event Horizon របស់ប្រហោងខ្មៅអ្នកមានគោលដៅតែមួយគត់គឺថា Singularity Town ដែលជាកន្លែងកម្លាំងទំនាញដ៏មានឥទ្ធិពលខ្លាំងក្លាជាទីបំផុតដែលមានសម្ពាធឥតឈប់ឈរនោះឡើយដូច្នេះហើយនិយាយថាអ្នកអាចឈរនៅក្នុងច្រកផ្លូវចក្រវាឡ wormhole ទៅចុះនៅពេលដែលអ្នកអាចមើលឃើញពន្លឺនៃផ្នែកមួយរបស់ចក្រវាឡពីចក្រវាឡម្ខាងទៀតប៉ុន្តែអាចត្រឹមតែរងចាំសេចក្តីស្លាប់ដែលរងទុក្ខវេទនាតែប៉ុណ្ណោះស្របពេលដែលកំពុងតែឆ្ពោះយ៉ាងសន្សឹមទៅកាន់ singularity របស់ប្រហោងខ្មៅដូច្នេះតើមានមធ្យោបាយដើម្បីបង្កើតច្រកចក្រវាឡ wormhole ដែលអាចប្រើប្រាស់បានមួយដែរឬយ៉ាងណាជាជាងផ្លូវដ៏គួរភ័យខ្លាចដែលឆ្ពោះទៅរកសេចក្តីវិនាសដែលមិនអាចគេចផុតវិញនោះចម្លើយពិតជាគួរភ្ញាក់ផ្អើលគឺមានក៏ដូចជាមិនមានដែរពីព្រោះដើម្បីបង្កើតច្រកចក្រវាឡមួយដែលអាចធ្វើដំណើរបានអ្នកត្រូវយកឈ្នះទៅលើបញ្ហាពីរយ៉ាងគឺទី1មុតទ្វារចូលរបស់ wormhole ចាំបាច់ត្រូវតែស្ថិតនៅផ្នែកខាងក្រៅនៃច្រកពេលវេលា Event Horizon របស់ប្រហោងខ្មៅដែលប្រការនេះនឹងអនុញ្ញាតឲ្យអ្នកចូលទៅកាន់ច្រកចក្រវាឡដែលឆ្លងកាត់ដើម្បីចាក់ចែងឆ្ពោះទៅកាន់គោលដៅដ៏សែនឆ្ងាយរបស់អ្នកដោយមិនខ្លាចជួបប្រទះនៅ singularity ណាមួយឡើយទី2ផ្លូវរបស់ wormhole ផ្ទាល់ត្រូវតែមានលំនឹងហើយរឹងមាំដោយចាំបាច់ត្រូវតែអាចទប់ទល់ទៅនឹងទំនាញដ៏ខ្លាំងក្លារបស់ singularity របស់ប្រហោងខ្មៅនិងប្រហោងសហើយអត់ធ្វើទៅនឹងការដាច់ចេញពីគ្នានៅពេលដែលមានវត្ថុហោះធ្វើដំណើរឆ្លងកាត់វាអ្វីដែលពិសេសនោះគឺថារូបធាតុម្យ៉ាងដែលអាចដោះស្រាយបញ្ហារឿងស្ទះទាំងពីរនេះបានប៉ុន្តែរូបធាតុទាំងនេះមានបញ្ហារបស់ខ្លួនវាផ្ទាល់គឺវាមានម៉ាស់អវិជ្ជមាន negative massយ៉ាងណាមិញបណ្ដុំនៃរូបធាតុដែលមានម៉ាស់អវិជ្ជមាននេះអាចយកទៅប្រើប្រាស់ក្នុងការបង្កើតច្រកចក្រវាឡដែលមានប្រយោជន៍និងប្រើប្រាស់យ៉ាងពេញលេញមួយបានរូបធាតុនេះមានសមត្ថភាពធ្វើឲ្យមាត់ទ្វាររបស់ wormhole ស្ថិតនៅក្រៅតំបន់នៃច្រកពេលវេលា Event Horizon និងផ្ដល់ស្ថិរភាពដល់រូងផ្លូវរបស់ wormhole ប្រឆាំងទៅនឹងអស្ថិរភាពបានក៏ប៉ុន្តែតើរូបធាតុបែបនេះអាចមានវត្តមានដែរឬទេ
ក្រុមអ្នកវិទ្យាសាស្ត្របានតាមដាននិងពិនិត្យមើលផ្នែកជាច្រើននៃចក្រវាឡហើយពួកគេពិតជាមិនដែលជួបប្រទះរូបធាតុ negative mass នោះឡើយតែបើសិនជារូបធាតុនេះមានពិតមែននោះវាគឺជារឿងដ៏អស្ចារ្យបំផុត